លោកអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីប្រកាសថាបទឈប់បាញ់នឹងចាប់ផ្ដើមពីវេលាម៉ោង 10 យប់ថ្ងៃទី 13 ខែធ្នូដោយប្រើប្រាស់ផ្កាយរណបរបស់សហរដ្ឋអាមេរិកដើម្បីត្រួតពិនិត្យតាមដានសកម្មភាពយោធាប្រទេសទាំងពីរតបពីកិច្ចពិភាក្សាជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានជួបសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកជាមួយលោកអនុទានច័ន្ទវរៈគុលនាយករដ្ឋមន្ត្រីថៃនិងបានជួបសន្ទនាជាមួយនឹងសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីផ្សះផ្សាធ្វើឲ្យមានបទឈប់បាញ់ពាក់ព័ន្ធនឹងចំនួនព្រំដែនដែលកំពុងផ្ទុះឡើងសារជាថ្មីនេះក្រោយពេលបញ្ចប់ការសន្ទនាលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានប្រកាសដោយសរសេរនៅក្នុងគណនី Facebook របស់លោកថាបទឈប់បាញ់រវាងកម្ពុជានិងថៃគឺនឹងចាប់ផ្ដើមអនុវត្តចាប់ពីវេលាម៉ោង 10 យប់ថ្ងៃទី 13 ខែធ្នូនេះតទៅដោយលោកបានស្នើដាក់ក្រុមសង្កេតការណ៍អាស៊ាន AOT ដែលដឹកនាំដោយអគ្គមេបញ្ជាការម៉ាឡេស៊ីដើម្បីឃ្លាំមើលការវិវត្តជាក់ស្ដែងនៅនឹងកន្លែងបន្ថែមលើនេះនឹងមានការចូលរួមបំពេញបន្ថែមដោយសមត្ថភាពត្រួតពិនិត្យតាមរយៈប្រព័ន្ធផ្កាយរណបដែលផ្ដល់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិកផងដែរលទ្ធផលដែលរកឃើញពីការត្រួតពិនិត្យតាមផ្កាយរណបនិងការសង្កេតផ្ទាល់នៅសមរភូមិនឹងត្រូវចងក្រងដោយក្រុម AOT ដែលនឹងបង្ហាញក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃអង្គារទី 16 ខែធ្នូខាងមុខនេះសូមអរគុណសម្រាប់ការតាមដានទស្សនាសូមចុច like និង Subscribe ដើម្បីទទួលបានព័ត៌មានផ្សេងៗទៀតសូមអរគុណ